ចាជំរាបសួរពុកម៉ែបងប្អូនសម្រាប់ដៃដែលនឿយហត់ខ្លាំងហើយទុកលុយមិនសល់តើគេមើលនៅត្រង់ណាចាគេមើលនៅត្រង់នេះណាបងប្អូនចាមើលមុនគេគឺលេងមេដៃរបស់គាត់ឃើញទេសម្រាប់ទម្រង់ប្រអប់ដៃរបស់គាត់ចាគឺទម្រង់ឆ្អឹងម្រាមទាំងអស់គឺមេដៃធំជាងគេអ្នកដែលមានឆ្អឹងម្រាមមេដៃធំជាងគេលេចធ្លោបែបនេះគេហៅថាមនុស្សដែលមានការនឿយហត់មនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចាមានន័យថាទោះជាបានគ្រួសារមកគ្រួសារនឹងមានបានប្រប៉ុណ្ណានារីនោះគឺត្រូវតែហត់នឿយព្រោះដៃនារីចាត្រូវតែមានភាពហត់នឿយចាចាត់ចែងក្នុងគ្រួសារនិយាយរួមណាបើគាត់អត់ចាត់ចែងគាត់អត់ធ្វើអីនៅក្នុងក្រុមគ្រួសារទេគឺគ្រួសារនោះមិនងាយរីកចម្រើនទេនិយាយរួមគាត់ត្រូវតែហត់និយាយមួយម៉ាត់ទៅគាត់មិនសូវជាសំណុកទេណាចាអញ្ចឹងប្រឌិតមើលអ្នកដែលមានចាមេដៃធំចាគឺច្រើនតែប្របាក់ពឹងប្តីចាអញ្ចឹងឥឡូវយើងមកមើលចាដៃម្រាមកណ្ដាលរបស់គាត់ឆ្អឹងម្រាមរបស់គាត់ណាចាគឺឆ្អឹងម្រាមកណ្ដាលគឺខ្ពស់ជាងគេវែងជាងគេហើយមានចំហររឹងទប់ចាដៃម្រាមនាងរបស់គាត់និងម្រាមចង្អុលអញ្ចឹងម្រាមនាងនិងម្រាមចង្អុលគឺត្រូវចាផ្អែកទៅលើចាម្រាមកណ្ដាលនេះទាំងអស់ណាចាបែបនេះអាចបញ្ជាក់បានថាមនុស្សដែលមានគេហៅថាភាពច្បាស់លាស់គាត់ធ្វើកិច្ចការអីមួយគឺច្បាស់លាស់ណាអាចនិយាយមួយទៀតថាមនុស្សមានរបៀបចាមនុស្សមានរបៀបចាមានការតស៊ូខ្ពស់ណាមានការតស៊ូបដិញ្ញាខ្ពស់អញ្ចឹងកន្លែងនេះហើយដែលធ្វើឲ្យគាត់នឹងទទួលបានភាពជោគជ័យណាចាទោះបីជាខ្សែវាសនារបស់គាត់ចានៅវ័យក្មេងពិបាកក៏ដោយឃើញទេខ្សែវាសនាគាត់ដាច់ណាចាដាច់បែបនេះពិបាកលុយកាក់នៅក្នុងវ័យក្មេងហើយវ័យក្មេងក៏ឲ្យមិនតន់ឲ្យរកស៊ីធំដែរអាចថាធ្វើការល្អជាងរកស៊ីតតែវ័យគាត់ចាប់ពីអាយុ40ទៅឲ្យរកស៊ីណាចាហើយចាំឆ្អឹងម្រាមរបស់គាត់បែបហ្នឹងគឺប្រហោងណាឆ្អឹងម្រាមដែលប្រហោងបែបហ្នឹងគឺទុកលុយអត់សល់ទេណាព្រមជាមួយនឹងខ្សែជោគជតាទាំង3របស់គាត់ចាគឺចាមិនជប់គ្នាទៀតនោះគឺគាត់ឲ្យថាទុកលុយកាក់ពិបាកបន្តិចរកលុយបានអាចឲ្យប្តីជាអ្នកទុកទៅគង់ណាចាហើយអ្នកដែលមានតម្រង់ឆ្អឹងម្រាមបែបហ្នឹងហើយនឹងខ្សែជោគជតាបញ្ចូលគ្នាបែបហ្នឹងជីទូទៅគឺគាត់ចាយតលាពេលខ្លះមិនតលាចំពោះខ្លួនឯងទៅជាឲ្យបងប្អូនខ្ចីឬក៏ជួយបងប្អូនអស់ចឹងទៅខ្លួនឯងអត់សល់ទេអញ្ចឹងចង់ឲ្យលុយសល់បើមានគ្រួសារចង់ឲ្យគ្រួសាររីកចម្រើនគឺត្រូវឲ្យប្តីអ្នកទុកលុយជាដើមណាចានោះទៅល្អប្រសើរចាដៃនារីដែលមានលក្ខណៈដូចជាខ្ញុំបង្ហាញនេះមើលខ្សែជីវិតរបស់គាត់ណាខ្សែជីវិតរបស់គាត់ដាច់នៅត្រង់អាយុចា50ក្រាស់ទៅទៀតណាអញ្ចឹងបានន័យថាចាប់ពីអាយុ50ក្រាស់ទៅគាត់រៀងពិបាកបន្តិចដំណើរជីវិតរបស់គាត់ណាចាតែគាត់មានខ្សែកូនអីពឹងបានដែរគាត់កន្លែងហ្នឹងគ្រាន់បើបន្តិចណាគ្រាន់បើបន្តិចចាមើលខ្សែកដៃរបស់គាត់ណាខ្សែកដៃរបស់គាត់គឺមានតែ2ទេណាខ្សែកដៃដែលមានតែ2ហើយខ្សែទី1មានកម្រិតខ្សែអត់ស្អាតបែបនេះមានន័យថាសុខភាពក៏មិនសូវជាល្អចាដំណើរជីវិតចានៅវ័យក្មេងក៏មានការលំបាកច្រើនណាលំបាកច្រើនចាពិសេសគេផ្ដោតទៅលើសុខភាពណាចាហើយនឹងអាយុខែត្រូវមានការប្រុងប្រយ័ត្នរឿងសុខភាពហើយនឹងអាសាធ្វើបុណ្យឲ្យបានច្រើនណាចាចាជំរាបសួរពុកម៉ែបងប្អូនចាសម្រាប់ដៃនេះណាពុកម៉ែបងប្អូនចាម្រាមដៃរបស់គាត់គឺមានចន្លោះចង្អូរធំមែនទែនណាចាអញ្ចឹងសម្រាប់ចាតម្រង់នៃឆ្អឹងម្រាមដែលមិនមានសាច់បែបនេះណាចាចន្លោះចង្អូរណាធំមែនទែនណាចន្លោះពិសេសដៃចង្អុលណាចន្លោះដៃចង្អុលនេះគឺចាធំមែនទែនគេហៅថាប្រឡោះជាបើសិនជាប្រឡោះជាឬប្រឡោះហិនហើយមានចន្លោះធំបែបនេះណាមានខ្សែកាត់ធ្លាក់ចូលទាំងអស់បែបនេះចាម្ចាស់បាត់ដៃត្រូវប្រយ័ត្នរឿងការចាយវាយលុយកាក់ឲ្យមែនទែនណាចាឲ្យមែនទែនចាវាជាគ្រោះកម្មមួយពេលខ្លះទៅអាចនឹងជួយគេទៅចាធ្វើឲ្យខាតបង់ខ្លួនឯងឬក៏ជឿជាក់គេទៅធ្វើឲ្យខាតបង់លុយកាក់ក៏មាននិយាយរួមត្រូវតែមានហេតុធ្វើឲ្យខាតបង់លុយកាក់ជារឿយណាចាត្រូវប្រុងប្រយ័ត្នរឿងការចាយវាយលុយកាក់ឲ្យមែនទែនណាចាព្រោះម្ចាស់បាតដៃនេះណាចាគាត់គេហៅថាខ្សែចិត្តរបស់គាត់ច្រើនតែមានរឿងទុកសោកឃើញទេខ្សែបេះដូងរបស់គាត់អត់ស្អាតទេណាខ្សែបេះដូងរបស់គាត់មិនមានគុណភាពស្អាតឡើយណាចាអញ្ចឹងហើយដែលធ្វើឲ្យគាត់អាសាមានរឿងខកចិត្តខកបំណងនិយាយរួមគឺអត់សូវមានសេចក្តីសុខផ្នែកផ្លូវចិត្តទេដៃនេះចាយើងមើលណាកម្លាតនៃចាក់ខ្សែជីវិតនិងចាំមេដៃរបស់គាត់ក៏ចិត្តគ្នាទៅទៀតអញ្ចឹងគេហៅថាដំណើរជីវិតមនុស្សនោះច្រើនតែមិនសូវមានសេចក្តីសុខទេផ្នែកផ្លូវចិត្តណាអ្វីថាលុយកាក់វាមានហើយប៉ុន្តែរឿងផ្លូវចិត្តនោះគឺវាចេះតែមានរឿងឲ្យពិបាកខកចិត្តជាដើមណាចាមិនថាផ្នែកលុយកាក់មិនពិបាកទោះបីជាតម្រង់នៃឆ្អឹងម្រាមរបស់គាត់ឃ្លាតមិនសូវជាស្អាតបន្ទប់លុយកាក់ក៏ដោយប៉ុន្តែគាត់មានខ្សែត្រង់នេះគេហៅថាខ្សែបដូរវាសនាដែលខ្ញុំធ្លាប់បញ្យល់វីដេអូមុនណាបង្ហាញហ្នឹងចាគឺខ្សែបដូរវាសនានេះគឺល្អណាស់ដោះនៅពេលណាចាឲ្យផលនៅពេលណាចាគឺនឹងឲ្យម្ចាស់បាតដៃហ្នឹងបដូរវាសនាភ្លាមទោះបីជាធ្លាប់ក្រលបាក់ក៏ធ្វើឲ្យម្ចាស់បាតដៃមានលុយកាក់ល្អចំណូលដល់វ័យចាស់តែម្ដងណាចាវាមានហេតុអញ្ចឹងណាចាផ្សំជាមួយនឹងចាខ្សែដតីទៀតពិសេសម្ចាស់បាតដៃនេះនៅពេលដែលមានគូសកលគឺធ្វើឲ្យចាដំណើរជីវិតរបស់គាត់រឹតតែរីកចម្រើនព្រោះគាត់មានខ្សែអាជីវកម្មនេះភ្ជាប់ជាមួយនឹងខ្សែអាពាហ៍ពិពាហ៍របស់គាត់អញ្ចឹងអ្នកដែលមានខ្សែអាជីវកម្មភ្ជាប់ជាមួយខ្សែអាពាហ៍ពិពាហ៍ជាទូទៅមនុស្សនោះរៀបការឲ្យច្រើនតែមានរីកចម្រើនចាភាពរីកចម្រើននោះគឺល្អប្រសើរជាងអំពីគូរបស់ខ្លួនដែលបានគូជាអ្នកគេហៅថាមានជីវភាពល្អឪពុកម្ដាយរបស់គេនោះគឺមានជីវភាពល្អឬក៏មានទ្រព្យចាមានមុខរបរចែកឲ្យស្រេចរៀបការឲ្យមានមុខរបររកស៊ីស្រេចតែម្ដងណាធ្វើឲ្យដំណើរជីវភាពនោះក៏ល្អទៅតាមនោះដែរណាចា